សម្រាប់អ្នកម្ដាយថ្មថ្មីមួយចំនួនតែងតែមានការបារម្ភតាក់ទងជាមួយនឹងការបំបើកដោះកូនមិនគ្រប់គ្រាន់អញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាការបំបើកដោះកូនគឺគ្រប់គ្រាន់ហើយអញ្ចឹងសម្រាប់សញ្ញាទី1ដែលបញ្ជាក់ថាការបំបើកដោះអូនគឺបានគ្រប់គ្រាន់យើងសង្កេតទៅលើខោទឹកនោមរបស់អូនអញ្ចឹងក្នុងកំណើតអូនថ្ងៃទី1និងថ្ងៃទី2នោះយើងអាចប្ដូរខោទឹកនោមចន្លោះពីមួយថ្ងៃនិងក្នុងម្ដងទៅ2ដងទេហើយសម្រាប់លាមកអូនគឺចេញមកគឺពណ៌រាងខ្មៅដែលគេហៅថាជាលាមកព្រៃប៉ុន្តែបន្ទាប់ពីថ្ងៃទី5ឡើងទៅការប្ដូរខោទឹកនោមក៏រាងញឹកញាប់ជាងមុនអាចចន្លោះពី5ដងទៅ6ដងដែរហើយលាមកអូនរាងញឹកញាប់ជាងមុនអាចនឹងចន្លោះពី2ទៅ3ដងហើយលាមកគឺប្ដូរពណ៌ទៅជាពណ៌រាងលឿងមកវិញអញ្ចឹងសម្រាប់សញ្ញាទី2គឺយើងសង្កេតទៅលើការលេបរបស់អូនតើការលេបរបស់អូនល្អឬអត់ឬសូរសំឡេងក្អឹកឬអត់អញ្ចឹងសម្រាប់ម៉ាក់មួយចំនួនគឺគាត់ឃើញតកូនបៅហើយតែគាត់អត់សង្កេតមើលទៅលើការលេបទេជួនកាលគាត់បៅលេងតែគាត់អត់លេបតែជាបញ្ហាដែលធ្វើឲ្យប្អូនស្រក់គីឡូដែរអញ្ចឹងសម្រាប់សញ្ញាចុងក្រោយគឺជាសញ្ញាទី3គឺយើងសង្កេតទៅលើទម្ងន់របស់អូនតែយើងប្រៀបធៀបជាមួយនឹងទម្ងន់ដើមពីអូនកើតភ្លាមជាមួយទម្ងន់បច្ចុប្បន្ននឹងបើសិនជាស្រកលើសពី 10% ដែលបញ្ជាក់ថាអូនគឺមានការស្រកទម្ងន់ហើយកត្តាមួយទៀតគឺយើងសង្កេតទៅលើស្បែករបស់អូនតើស្បែកនេះមានសភាពជ្រាមជ្រួញខ្លាំងឬអត់ដែលជាសញ្ញាដែលបញ្ជាក់ពីការស្រកទម្ងន់របស់អូនដែរចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងការបំបើកដោះកូនពួកយើងនៅទីនេះរីករាយនឹងផ្ដល់ប្រឹក្សាជូនលោកអ្នក